system របស់ដល់គ្នាថ្ងៃនេះខ្ញុំធ្វើដំណើរទៅខាងហាងជប៉ុនហាងភោជនីយដ្ឋានជប៉ុនអញ្ចឹងគាត់ត្រូវការកម្មវិធីសម្រាប់គ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកថ្ងៃហ្នឹងរៀងប្លែកព្រោះរដងយើងទៅតឡើងហាងម៉ាតឬក៏ហាងគ្រឿងសំណង់ឬក៏ហាងចំហួយអញ្ចឹងថ្ងៃនេះយើងទៅតឡើងបែបលក្ខណៈភោជនីយដ្ឋានអញ្ចឹងភោជនីយដ្ឋានយើងត្រូវការម៉ាស៊ីនព្រីនច្រើនគ្រាប់យើងព្រីននៅកន្លែង cashier គិតលុយមួយទៅកន្លែងចុងភៅមួយទៅខាង sushi ដោយសារតែហាងជប៉ុនមាននៅកន្លែង sushi station មួយទៀតអញ្ចឹងយើងដាក់ម៉ាស៊ីនព្រីននៅកន្លែង sushi មួយទៀតអញ្ចឹងថាតើការរៀបចំតឡើងកម្មវិធីនៅហាងជប៉ុនរៀបចំទៅពេលខ្លះចាំតិចទៀតខ្ញុំទៅដល់ហាងខ្ញុំនឹងថតលម្អិតបន្ថែមបាទអញ្ចឹងជួបគ្នានៅហាងជប៉ុនបាទឥឡូវយើងធ្វើដំណើរមកដល់ភោជនីយដ្ឋានរកគឺហើយតែពីការក្រោយខ្ញុំបាទអញ្ចឹងសម្រាប់ភោជនីយដ្ឋានរកគឺនេះគឺគាត់ទីតាំងគាត់ស្ថិតនៅផ្លូវសក់ផ្អែមបាទឥឡូវយើងចូលទៅក្នុងហាងទាំងអស់គ្នាអញ្ចឹងនេះគឺមនុយបំហាងរបស់គាត់ហើយកន្លែងចូលទៅដល់ខាងក្នុងគឺខ្ញុំបានចាប់ដើមរៀបចំឧបករណ៍ដូចជាម៉ាស៊ីនព្រីនឧបករណ៍ connect ជាមួយនឹងកុំព្យូទ័រ connect ជាមួយនឹងខ្សែ network ផ្សេងហើយតេស្តសាកមើលជាមួយនឹងឧបករណ៍មួយមុននឹងដាក់ដំណើរការកម្មវិធីសម្រាប់ម៉ាស៊ីនព្រីនពីរគ្រាប់នេះផងដែរគឺខ្ញុំដាក់ទៅខាងចក្រានមួយហើយនឹងខាង sushi bar អញ្ចឹងសម្រាប់កម្មវិធីសម្រាប់គ្រប់គ្រងភោជនីយដ្ឋានគឺយើងអាចព្រីនតាមរយៈទូរស័ព្ទដៃបញ្ជូនព័ត៌មានទៅកាន់ចុងភៅហើយនឹងកន្លែង station ផ្សេងៗដូចកន្លែង sushi bar ឬក៏កន្លែង cashier ហ្នឹងគឺបានដោយងាយកម្មវិធី Blu-ray Technology គឺមានមុខងារដូចជាការគ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកហើយនិងមនុយសម្រាប់ភោជនីយដ្ឋានគឺយើងអាចគ្រប់គ្រងរហូតដល់គ្រឿងផ្សំទៅតាមប្រភេទមុខមនុយនីមួយៗដូចជាសាច់គោសាច់ជ្រូកសាច់មាន់សាច់ទាបន្លែអីហ្នឹងគឺយើងអាចគ្រប់គ្រងនៅបរិមាណដែលប្រើប្រាស់ប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំបានសម្រាប់ម្ចាស់ហាងគឺគាត់អត់នៅកន្លែងក៏គាត់អាចមើលរបាយការណ៍សរុបចំណូលសរុបចំណាយសរុបស្តុកតាមរយៈទូរស័ព្ទដៃរបស់ម្ចាស់អាជីវកម្មបានមួយទៀតមានម្ចាស់ហាងជាច្រើនគាត់មានចម្ងល់ថាតើការតឡើងកម្មវិធីហ្នឹងគឺចំណាយពេលរយៈពេលប៉ុន្មានដើម្បីរៀបចំមកហើយប្រើប្រាស់បានបាទសម្រាប់កម្មវិធី Blu-ray Technology គឺអត់មានភាពស្មុគស្មាញទេការតឡើងកម្មវិធីគឺមានរយៈពេលតែមួយថ្ងៃគឺឬក៏2ថ្ងៃគឺយើងអាចតឡើងបានរួចរាល់តែម្ដងហើយក្រោយពីការបញ្ចប់ការតឡើងកម្មវិធីនៅខាងរកគឺខ្ញុំបានជួបជាមួយនឹងតកែស្រីហើយនិងតកែប្រុសគាត់បាននេះគាត់បានប៉ាវញ៉ាំនៅស៊ុបដែលជាម្ហូបប្រចាំហាងនៅខាងរកគឺហ្នឹងពេលល្ងាចហើយក៏មានជាស៊ូស៊ីនិងម្ហូបឆ្ងាញ់ប៉ុន្មានមុខទៀតដូចនៅបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងសម្រាប់បងប្អូនដែលចង់បានកម្មវិធីសម្រាប់គ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកនៅភោជនីយដ្ឋានឬក៏ហាងម៉ាតហាង2500 depot លើគ្រឿងសំណង់អសស្ថានឬក៏ហាងផ្សេងបោះដុំផ្សេងគឺអាចតាក់ទងមកក្រុមការងារខ្ញុំបានពីគ្រោះយោបល់ដែលឥតគិតថ្លៃវីដេអូនេះគឺមានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា